តែថ្ងៃហ្នឹងយើងមកធ្វើខ្យងលីងបាល់ម្ទេសខ្យងប៉ារ៉ាលីងបាល់ម្ទេសខ្យងហ្នឹងខ្ញុំបានសោហើយមិនខ្ញុំសោដាក់គល់ខៃដាក់ហើយកាត់ស្អាតហើយតែខ្ញុំបានថតឲ្យមើលទេហើយនេះទឹកសុសគឺយើងលាយហើយដែរហើយក្នុងវិធីធ្វើគឺស្រួលមែនតើហើយទឹកសុសហ្នឹងដាក់តែខ្ទឹមជ្រាមបើគាត់ចូលចិត្តម្ទេសដាក់ម្ទេសក្រៀមខ្នុរមួយស្លាបព្រាបើមួយស្លាបព្រាស្ករ2ស្លាបព្រាប៊ីចេងបន្តិចកន្លះស្លាបព្រាទៅណាហើយឥឡូវហ្នឹងគឺយើងចាប់ផ្ដើមធ្វើហ្មងគឺស្រួលមែនតើគ្រាន់តែយើងដាក់ប្រេងមកហើយយើងលីងទឹកសុសដែលយើងលាយហើយមិញហ្នឹងឲ្យឈ្ងុយទៅហើយយើងដាក់ខ្យងចូលគឺបានហើយលេងឲ្យវាឡើងឈ្ងុយមកហើយយើងចាក់ខ្យងចូលហើយពេលនេះហើយគឺខ្យងយើងឡើងជាប់មួយអាគ្រឿងហ្នឹងឆ្ងាញ់មែនទែនលឹកតាសបកខ្យងហ្នឹងក៏ឆ្ងាញ់ដែរយើងបន្ថយភ្លើងណាបងប្អូនអានេះដោយសារខ្ញុំមិញបន្ថយចូលដល់លឹក